ក៏ឡងទៅអារឿងបុកបដិស្អីទៅនៅចាំបាច់សុំគោការខ្ញុំសុំចេញបទបញ្ជាចេះបើសិនជាមានបទល្មើសជាក់ស្ដែងឧទាហរណ៍បើកឡានបុកគេស្លាប់មិនបាច់សុំគោការចាប់តែម្ដងទៅខាត់ខ្លួនតែម្ដងហើយបើគាត់តវ៉ាវាយខ្នោះតែម្ដងទៅបាទហើយកូនប៉ូលីសធ្វើចោះមិនបាច់ចាំសុំទៅស្នងការទេចាប់ចោះក្នុងអនុវត្តគាត់ត្រូវតែអនុវត្តរឿងវិញចឹងចាំបាច់ទៅណាថ្ងៃមុនខ្ញុំឃើញឡានណានោះអាយ៉ែបុកដល់ទាំងប៉ូលីសបាសជើង 3-4 នាក់រត់ចូលទៅក្នុងចោះមកធ្វើមិនដឹងអត់ទេណាចាប់ទៅគ្មានខ្នងណាទេឥឡូវក្នុងរដ្ឋបាលថាខ្ញុំប្រាប់ទៅបងប្អូនប៉ូលីសរបស់យើងជាមួយអាវុធហត្ថមន្ត្រីអនុវត្តច្បាប់ក្នុងបទល្មើសជាក់ស្ដែងបើបងប្អូនអនុវត្តត្រឹមត្រូវតាមច្បាប់អនុវត្តចុះហើយខ្នងរបស់បងប្អូនគឺនាយករដ្ឋមន្ត្រីនិយាយឲ្យច្បាស់ចឹងមកបើសិនជាគេថាមានខ្នងណាទៀតមិនបាច់សួរទេព្រោះយុរដ្ឋមន្ត្រីចេញគោលការណ៍ហើយពីណាកាត់ប្រហោះទៅដាក់នឹងឲ្យស្រាប់ហើយបើសិនជាថាធ្វើទៅមានបញ្ហាទៅដល់កន្លែងគេដកបញ្ចូលជើងប្រាប់ខ្ញុំតម្លើងសាក់ឲ្យហើយមេដែលចាត់តែងបងប្អូនអនុវត្តច្បាស់ហើយដាក់ពិន័យបងប្អូនដែលធ្វើខុសគ្មានមូលហេតុខ្ញុំនឹងចាត់វិធានការបាទបើមិនចឹងគ្នាខំធ្វើត្រូវតែលើកទឹកចិត្តបើគ្នាធ្វើត្រូវហើយដោយសារបញ្ហាឯមួយត្រូវដាក់ទណ្ឌកម្មគ្នាទៅបំបាក់ទឹកចិត្តអ្នកផ្សេងទៀតមិនឲ្យធ្វើតើសង្គមយើងទៅយ៉ាងណាចាំបាច់តទៅមានការចាំបាច់តទូរស័ព្ទអីឬមួយតតែថ្នាក់លើស្រែកតាមស្អីទៅឲ្យចាប់អនុវត្តតែម្ដងសុំអនុវត្តតែម្ដងពោះវាវិលមុខពេកបាទច្បាប់យើងទៅអនុវត្តបើមានពោះតាំងផឹកស្រវឹងគេបុកប៉ុណ្្នឹងហើយខាត់ខ្លួនយកទៅចាំបាច់សុំច្បាប់អីទៀតវត្ថុតាំងសាក់សីនៅនឹងហើយពីណាសួរថាមិនហ៊ានចាប់គេខ្នងប៉ុណ្ណាអត់ទេប៉ូលីសប្រាប់ទៅតែខ្នងខ្ញុំយុរដ្ឋមន្ត្រីប៉ុណ្ណឹងទៅបាទចឹងរឿងនេះកុំឲ្យវានៅសាំញ៉ាំទៀតដាវមានហើយអនុវត្តទៅតែសុំអនុវត្តឲ្យត្រូវកុំអនុវត្តលើបាទតែអនុវត្តលើខ្ញុំអត់គាំទ្រទេហើយនឹងត្រូវទទួលមុខត្រូវច្បាប់បាទអនុវត្តឲ្យត្រូវតាមក្របខ័ណ្ឌបើមិនចឹងទេយើងទៅធានាយ៉ាងម៉េចប្រជាពលរដ្ឋទុកចិត្តយ៉ាងម៉េចហើយកុំឲ្យលំបាកនៅចាំបាច់ស្នើសុំសួរអីកុំចាំបាច់បុកនៅនឹងហើយប៉ូលីសចរាចរណ៍ឃើញនៅនឹងមិនអាចខត់ខ្លួនបាននៅចាំស្នើសុំឲ្យដំជួននរិនឬស្នើសុំមកថ្នាក់លើទៀតអត់ទេគាត់ទៅអនុវត្តច្បាប់អញ្ចឹងរឿងនេះសូមកុំអោយតលតាគេចេញតាម Facebook ហើយបានអនុវត្តអត់ធ្វើទៅ